អបរកោយនីទ្វីបនិងពពៈវេទហទ្វីបមានទំហំ 2000 យោជន៍ឧត្តរកុរុទ្វីបមានទំហំ 8000 យោជន៍ទ្វីបទាំង4នេះទ្វីបមួយមានទ្វីបតូច500 ជាបរិវាររួមនៅក្នុងចក្រវាឡមួយជុំវិញចក្រវាឡមានភ្នំធំវែងព័ទ្ធជុំវិញភ្នំនោះចាក់ឫសចុះទៅក្នុងសមុទ្រជម្រៅ 82000 យោជន៍ដុះខ្ពស់ឡើងលើមានកម្ពស់ 82000 យោជន៍ដែរបញ្ជាក់សេចក្តីពាក្យថាលោកធាតុនិងចក្រវាឡជាពាក្យមួយគ្រាន់តែផ្សេងគ្នាដោយសេចក្តីតែប៉ុណ្ណោះនៅក្នុងលោកធាតុមួយចក្រវាឡមួយមានទ្វីបធំ4ទ្វីបតូច500មានភ្នំសេនេរុភ្នំសតបរិភ័ណ្ឌឋានសួគ៌6ជាន់ឋានព្រំឋានមនុស្សនិងឋាននរកជាដើមហើយមានព្រះអាទិត្យព្រះច័ន្ទព្រះអាទិត្យនោះមានទំហំ50យោជន៍ព្រះច័ន្ទទំហំ49យោជន៍ជាវិមានប្រាសាទរបស់សូរ្យទេវបុត្រនិងចន្ទទេវបុត្រសង្ខារលោកតាក់តែងឡើងសម្រាប់បំភ្លឺលោកមានប្រក្រតីដើរប្រទក្សិណភ្នំសេនេរុជានិច្ចព្រះអាទិត្យក្នុងមួយយប់មួយថ្ងៃដើរបានមួយជុំភ្នំសេនេរុព្រះច័ន្ទដើរមួយខែទៅបានមួយជុំភ្នំសេនេរុរួបរวมសម្ភារៈទាំងអស់ដោយរៀបរាប់មកនេះហៅថាលោកធាតុមួយឬចក្រវាឡមួយលោកធាតុឬចក្រវាឡនោះមានច្រើនជាអនេកមិនមែនមានតែមួយទេរួមលោកធាតុឬចក្រវាឡដែលមានទាំងប៉ុន្មានហៅថាឱកាសលោកឱកាសលោកនោះបែងចែកទៅតាមខេត្តរបស់ព្រះពុទ្ធតទៅទៀតគឺពុទ្ធខេត្តមាន3យ៉ាងទី1ជាតិខេត្តមានលោកធាតុឬចក្រវាឡចំនួន 10000 នៅក្នុងពេលដែលព្រះសម្ពុទ្ធចុះចាប់បដិសន្ធិនិងប្រសូតជាដើមលោកធាតុឬចក្រវាឡទាំង 10000 នោះកំរើករំពើកញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ឬចាប់អង្រួនដោយអំណាចបុណ្យរបស់ព្រះអង្គទី2អាណាខេត្តមានលោកធាតុឬចក្រវាឡចំនួន 100,000 កោដលោកធាតុក្នុងពេលដែលព្រះសម្ពុទ្ធសម្ដែងនៅរតនបរិត្តខន្ធបរិត្តថច្ចកបរិត្តអាដនាដយបរិត្តនិងមោរៈបរិត្តលោកធាតុឬចក្រវាឡទាំង 100,000 កោដនោះកំរើករំពើកញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ឬចាប់អង្រួនដោយអំណាចរបស់ព្រះបរិត្តដែលព្រះអង្គសម្ដែងទី3វិសយខេត្តមានលោកធាតុឬចក្រវាឡជាអនន្តរាប់មិនបានប្រមាណមិនត្រូវអំណាចប្រាជ្ញាញាណរបស់ព្រះសម្ពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្តផ្សាយទៅក្នុងឱកាសលោកដែលរកទីបំផុតមិនឃើញបានតាមពុទ្ធបំណងបើព្រះអង្គចង់ជ្រាបនៅហេតុជាអនន្តបែបណាទ្រង់ជ្រាបបានបែបនោះឥតមានទើសទាក់ក្នុងចំណោមពុទ្ធខេត្តទាំង3នោះលើកលែងតែវិស័យខេត្តមួយចេញពីព្រោះជាវិស័យបញ្ញាញាណធម្មតារបស់ព្រះពុទ្ធគ្រប់អង្គខាងជាតិខេត្តនិងអាណាខេត្តមានលោកធាតុឬចក្រវាឡ 100,000 កោដជាខេត្តរបស់ព្រះសម្ពុទ្ធមួយព្រះអង្គលោកធាតុឬចក្រវាឡទាំង 100,000 កោដនោះសង្ខារលោកតាក់តែងឡើងក្នុងពេលជាមួយគ្នាមានអាយុស្ថិតនៅប្រហែលគ្នាវិនាសទៅវិញក៏ដំណើរគ្នាដោយមានសម្ដែងក្នុងគម្ពីរវិសុទ្ធមគ្គត្រង់អភិញ្ញានិទេសដូច្នេះថាបណ្ដាពុទ្ធខេត្តទាំង3នោះអាណាខេត្តមួយត្រូវវិនាសកាលបើអាណាខេត្តវិនាសហើយចំណែកខាងជាតិខេត្តក៏ត្រូវវិនាសដូចគ្នាដែរជាតិខេត្តកាលវិនាសក៏វិនាសក្នុងពេលជាមួយគ្នានឹងអាណាខេត្តកាលតាំងនៅក៏តាំងនៅក្នុងពេលជាមួយគ្នានឹងអាណាខេត្តការវិនាសក្តីតាំងនៅក្តីនៃជាតិខេត្តនិងអាណាខេត្តនោះបណ្ឌិតត្រូវជ្រាបយ៉ាងនេះចុះនៃត្រង់ពុទ្ធខេត្តនេះច្រើនមានយោបល់យល់ផ្សេងគ្នាខ្លះយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេឃអាកាសធំទូលំទូលាយលហលហេវយ៉ាងនេះមានលោកធាតុឬចក្រវាឡត្រឹមតែ 100,000 កោដប៉ុណ្ណោះយូរទើបមានព្រះពុទ្ធត្រាស់មួយអង្គមិនមានជានិច្ចកាលរាល់ថ្ងៃរាល់ខែរាល់ឆ្នាំទេពីព្រោះមិនមានលោកធាតុឬចក្រវាឡដោយឡែកក្រៅពី 100,000 កោដនោះទៀតខ្លះទៀតយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេឃមានអាកាសធំទូលំទូលាយលហលហេវនេះមិនមែនមានតែលោកធាតុឬចក្រវាឡត្រឹមតែ 100,000 កោដប៉ុណ្ណោះទេ
គឺមានមួយសែនកោតជាអនន្តរាប់មិនអស់មានព្រះពុទ្ធត្រាស់ដឹងរាល់ថ្ងៃគ្មានចន្លោះគឺថាបើលោកធាតុមួយសែនកោតនេះព្រះពុទ្ធបរិនិព្វានទៅហើយលោកធាតុមួយសែនកោតនោះមានព្រះពុទ្ធកំពុងតែត្រាស់ដឹងលោកធាតុមួយសែនកោតឯនោះមានព្រះពុទ្ធកំពុងតែចាប់បដិសន្ធិលោកធាតុមួយសែនកោតឯនោះមានព្រះពុទ្ធកំពុងតែចេញបព្វជិឬក៏មានលោកធាតុមួយសែនកោតជាច្រើនដែលមានព្រះពុទ្ធកំពុងតែចុះចាប់បដិសន្ធិកំពុងតែប្រសូតកំពុងតែបានត្រាស់ជាដើមឬក៏មានលោកធាតុមួយសែនកោតជាច្រើនកំពុងតែវិនិច្ឆ័យមានលោកធាតុមួយសែនកោតជាច្រើនដែលកំពុងតែចម្រើនការយល់ទាំងពីរឋាននេះអ្នករៀបរៀងមិនបាច់វិនិច្ឆ័យថាខាងណាខុសខាងណាត្រូវទេគ្រាន់តែទាញហេតុផលមកបង្ហាញជាគ្រោងគំនិតទុកជាបានការស្រេចនៅលើពុទ្ធបរិស័ទដែលបានមើលសិភៅនេះបានស្ដាប់សិភៅនេះវិនិច្ឆ័យចុះបើឃើញថាខាងណាមានសមហេតុសមផលជាងខាងនោះហើយត្រូវពិតប្រាកដគ្រោងគំនិតទី1ពុទ្ធខេត្តមាន3គឺជាតិខេត្តអនាខេត្តវិស័យខេត្តខេតខេត្តជាមគ្គធភាសាប្រែថាស្រែតំបន់នាទីគឺភូមិភាគផែនដីឬភាគផែនលោកដែលគេសន្មតបែងចែកជាអន្លើមានខណ្ឌដោយរដ្ឋសភាបញ្ញត្តិឬដោយលោកកបញ្ញត្តិជាសង្កាត់កុំឲ្យច្រឡំគ្នាព្រោះមានច្រើនមិនមែនមានតែមួយទេទី2ពុទ្ធខេត្តគឺជាតិខេត្តដែលមានកំណត់ត្រឹមតែ 10000 លោកធាតុព្រះពុទ្ធទ្រង់ចាប់បដិសន្ធិជាដើមចំពោះលោកធាតុណាមួយក្នុងក្រុម 10000 លោកធាតុនោះកម្រើករំពើកញាប់ញ័របានតែ 10000 លោកធាតុប៉ុណ្ណោះមិនបានកម្រើករំពើកញាប់ញ័រដល់លោកធាតុដទៃឡើយពុទ្ធខេត្តទី2គឺអនាខេត្តមានកំណត់ត្រឹមតែ1សែនកោដលោកធាតុព្រះពុទ្ធទ្រង់សម្ដែងនៅរតនបរិត្តនិងខន្ធបរិត្តជាដើមនៅក្នុងលោកធាតុណាមួយក្នុងក្រុម1សែនកោដលោកធាតុនោះកម្រើករំពើកញាប់ញ័របានតែ1សែនកោដលោកធាតុតែប៉ុណ្ណោះមិនកម្រើករំពើកញាប់ញ័រដល់លោកធាតុដទៃឡើយហេតុដូចម្ដេចបានជាពុទ្ធខេត្តទី2គឺអនាខេត្តមានកំណត់នាទី1សែនកោដលោកធាតុដូច្នេះមានលោកធាតុលើសពី1សែនកោដទៅទៀតឬក៏គ្មានទេបើគ្មានហេតុអ្វីក៏ចាំមានកំណត់មានខេត្តមិនថាទាំងអស់តែម្ដងទៅព្រោះអាណាខេត្តនេះនិយាយចំពោះតែលោកធាតុក្នុងបច្ចុប្បន្នកាលមិនមែននិយាយចំពោះលោកធាតុដែលកន្លងផុតទៅហើយនោះទេទី3ឱកាសលោកមេឃអាកាសនោះធំទូលាយជាអនន្តធាតុក្នុងបច្ចុប្បន្នកាលមិនមែននិយាយចំពោះលោកធាតុដែលកន្លងផុតទៅហើយនោះទេទី3ឱកាសលោកមេឃអាកាសនោះធំទូលាយជាអនន្តលហលហេវរកទីបំផុតជើងមេឃមិនឃើញសូម្បីតែពុទ្ធញ្ញាណក៏រាវរកមិនឃើញដែរបើធំទូលាយយ៉ាងនេះលោកធាតុ1សែនកោដជាអនន្តក៏មិនចង្អៀតមេឃអាកាសឡើយទាំង3ខនេះជាគ្រោងគំនិតសូមវិនិច្ឆ័យតាមន័យនេះចុះដែលរៀបរាប់មកនេះគឺបែកមកអំពីពាក្យថាកាប់ព្រោះពាក្យថាកាប់នេះជាឈ្មោះអាយុផែនដីរបស់ឱកាសលោកឬក៏ជាឈ្មោះអាយុរបស់លោកធាតុឬចក្រវាឡលោកធាតុឬចក្រវាឡទាំង1សែនកោដដែលជាខេត្តរបស់ព្រះពុទ្ធមួយអង្គនោះសង្ខារលោកតាក់តែងសាងឡើងក្នុងពេលជាមួយគ្នាវិនិច្ឆ័យទៅវិញក្នុងពេលជាមួយគ្នាគិតតាំងតែពីកើតឡើងទៅមកទល់នឹងពេលដែលវិនិច្ឆ័យទៅវិញច្រើនឆ្នាំណាស់នឹងរាប់ថា1កោដឬ1អសង្ខ័យឆ្នាំដូច្នេះមិនអស់ព្រោះលោកធាតុឬចក្រវាឡនោះមានអាយុវែងណាស់ទើបអ្នកប្រាជ្ញដើមខ្សែទាំងឡាយមានព្រះពុទ្ធជាដើមសន្មតហៅថាកប្បកប្បគឺលោកធាតុឬចក្រវាឡនោះមានអាយុ1កប្បទើបវិនិច្ឆ័យទៅវិញក្នុងគម្ពីរសង្យុត្តនិកាយត្រង់ទេនកថាវៈមានសេចក្តីដំណើរថាសម័យមួយព្រះសម្ពុទ្ធទ្រង់គង់នៅទីបក្រុងសាវត្ថីមានភិក្ខុមួយរូបចូលទៅគាល់ហើយក្រាបទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនតើកប្បមានកាលវែងប៉ុន្មានព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាទីខោខោភិក្ខុកបោសោណសុករោសង្ខាតុងមនាលភិក្ខុកប្បមានកាលវែងណាស់កប្បនោះ
mình nghe nương rót thà bọn này chạm cái đấy bọn nó rồi chạm cái đấy bọn nó bọn chạm cái đấy rứ thà bọn nó sàn chạm nút bàn lời phật khổ nút cả tu xua tiệt thà bỏ bấtព្រះអង្គដ៏ចម្រើនចុះព្រះអង្គអាចធ្វើពាក្យឧបមាបានដែរឬទេព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាអាចធ្វើបានទើបទ្រង់សម្ដែងឧបមាថាសយថាពិភិក្ខុមហាសេឡោបបតោយោចនាងប្រែមកថាមនាលភិក្ខុឧបមាដូចជាភ្នំថ្មសុទ្ធដ៏ធំមានបណ្ដោយ1យោជន៍ទទឹង1យោជន៍កម្ពស់1យោជន៍មិនបានធ្លុះមិនមានប្រហោងជាភ្នំតាន់កន្លង100ឆ្នាំ100ឆ្នាំទៅមានបុរសយកសម្ពុតកាសិកៈមកបោសភ្នំនោះម្ដងមនាលភិក្ខុភ្នំថ្មសុទ្ធដ៏ធំនោះគប្បីដល់នៅការអស់ទៅរិចទៅដោយសេចក្តីព្យាយាមនេះឆាប់ជាងឯកាប់មិនទាន់អស់នៅឡើយទេមនាលភិក្ខុកាប់មានកាលវែងយ៉ាងនេះឯងក្នុងកាលជាខាងក្រោយមកទៀតមានភិក្ខុមួយរូបចូលទៅគាល់ហើយក្រាបទូលសួរដូចមុនទៀតព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាសយថាពិភិក្ខុអាយសੰអ្នកករាំងយោចនាងអាយាមេអ្នកយោចនាងវិទ្ធារេអ្នកយោចនាងឧបន្ថេអ្នកប៉ុណ្ណឹងប្រែមកថាមនាលភិក្ខុឧបមាដូចជានគរដែលព័ទ្ធដោយកំពែងមានបណ្ដោយ1យោជន៍ទទឹង1យោជន៍កម្ពស់1យោជន៍ពេញដោយក្របស្បៃជានគរដែលគេបិទភ្ជាប់ដោយដុំដីស្អិតកន្លង100ឆ្នាំ100ឆ្នាំទៅមានបុរសទៅរើសយកក្របស្បៃមួយគ្រាប់អំពីគំនរនោះមនាលភិក្ខុគំនរក្របស្បៃដ៏ធំនោះក៏បីដល់នៅការអស់ទៅរលីងទៅដោយសេចក្តីព្យាយាមនោះឆាប់ជាងឯកាប់មិនទាន់អស់នៅឡើយទេមនាលភិក្ខុកាប់មានកាលវែងយ៉ាងនេះឯងកាប់នេះចែកចេញជាច្រើនយ៉ាងទៅទៀតចែកជា2ក៏មានជា3ក៏មានជា4ក៏មានជា6ក៏មានកាប់ចែកជា2គឺទី1សង្វត្តកាប់គឺកាប់វិនាសទី2វិវត្តកាប់គឺកាប់ចម្រើនកាប់ដែលចែកជា3នោះគឺតែជោសង្វត្តកាប់វិនាសដោយភ្លើងអបោសង្វត្តកាប់វិនាសដោយទឹកវាយោសង្វត្តកាប់វិនាសដោយខ្យល់កាប់ដែលចែកជា4នោះគឺទី1អាយុកប្បៈគឺខួបអាយុគឺខួបអាយុខែមនុស្សទី2អន្តរាកប្បៈកំណត់អាយុខែចុះនិងអាយុខែឡើងគឺមនុស្សមានអាយុខែចុះដល់10ឆ្នាំស្លាប់ហើយខែឡើងវិញដល់អាយុ1អសង្ខ័យការខែចុះទៅហើយខែឡើងមកវិញមួយលើកនេះហៅថាអន្តរកប្បមួយទី3អសង្ខ័យកប្បគឺកំណត់យកអន្តរកប្ប64ដងហៅថាអសង្ខ័យកប្ប1ទី4មហាកប្បកំណត់យកអសង្ខ័យកប្ប4ដងទើបហៅថាមហាកប្ប1កប្បចែកជា4ទៀតគឺទី1សង្វត្តកប្បគិតតាំងពីពេលដែលកប្បវិនាសទៅនឹងវិនាសអស់រលីងទី2សង្វត្ថាយិកប្បគឺគិតតាំងពីពេលដែលកប្បវិនាសអស់រលីងទៅទល់នឹងពេលដែលកកើតឡើងទៀតទី3វិវត្តកប្បគឺគិតតាំងពីពេលដែលកប្បកើតឡើងទៅទល់នឹងពេលដែលព្រះអាទិត្យព្រះច័ន្ទកើតមានទី4វិវត្ថាយិកប្បគិតតាំងពីពេលដែលព្រះអាទិត្យព្រះច័ន្ទកើតទៅទល់នឹងពេលដែលកប្បវិនាសទៅវិញកប្បចែកជា6នោះគឺទី1សារកប្បគឺកប្បដែលមានព្រះពុទ្ធតែមួយអង្គត្រាស់ដឹងទី2មន្តកប្បកប្បដែលមានព្រះពុទ្ធត្រាស់2អង្គទី3វរកប្បកប្បដែលព្រះពុទ្ធត្រាស់3អង្គទី4សារមន្តកប្បកប្បដែលមានព្រះពុទ្ធត្រាស់4អង្គទី5ផតកប្បកប្បដែលមានព្រះពុទ្ធត្រាស់ដឹង5អង្គទី6សញ្ញកប្បគឺកប្បដែលគ្មានព្រះពុទ្ធត្រាស់ដឹងអធិប្បាយអំពីកប្បវិនាសនិងកប្បចម្រើនកប្បវិនាសកប្បដែលវិនាសទៅវិញគឺដោយហេតុ3យ៉ាងទី1ការវិនាសដោយភ្លើងឆេះកាលបើលោកធាតុឬចក្រវាឡទាំងមួយសែនកោដមានអាយុគ្រប់មួយកប្បហើយត្រូវភ្លើងឆេះកំទេចលោកធាតុទាំងនោះមុននឹងភ្លើងឆេះនោះមានភ្លៀងធំធ្លាក់ចុះក្នុងលោកធាតុទាំងមួយសែនកោដ
មនុស្សទាំងឡាយនាំគ្នាត្រេកអរសាបព្រោះបណ្ដោះពូជធញ្ញជាតិផ្សេងកាលបើដោះល្មមកូស៊ីបានហើយភ្លៀងក៏រាំងលែងធ្លាក់ចុះមកទៀតអស់ច្រើនសែនឆ្នាំសត្វដែលមានកម្មស្រាលក៏ស្លាប់មុនសត្វដែលមានកម្មអាក្រក់ហើយក៏បានទៅកើតនៅក្នុងព្រហ្មលោកទាំងអស់